ភាគតោះសំដៅនេះបាទ9ប្រទេសដែលមានអាវុធនុយក្លេអ៊ែរប៉ុន្តែច្បាប់អន្តរជាតិទទួលស្គាល់ផ្លូវការតែ5ប្រទេសប៉ុណ្ណោះតើជាប្រទេសណាខ្លះតើរាប់បញ្ចូលអ៊ីរ៉ង់ដែរឬទេទិន្នន័យដ៏គួរឲ្យភ្ញាក់ផ្អើលបង្ហាញថានៅលើភពផែនដីមានប្រទេសរហូតដល់ទៅ9នៅលើភពផែនដីមានប្រទេសរហូតដល់ទៅ9ដែលត្រូវបានគេដឹងឬជឿថាមានអាវុធនុយក្លេអ៊ែរប៉ុន្តែច្បាប់អន្តរជាតិទទួលស្គាល់ជាផ្លូវការតែ5ប្រទេសប៉ុណ្ណោះជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរទី1សហរដ្ឋអាមេរិកទី2ប្រទេសរុស្ស៊ីទី3មហាយៈចិនទី4ប្រទេសបារាំងនិងទី5ចក្រភពអង់គ្លេសដោយនេះសំណួរសួរថាហេតុអ្វីបានជាមានតែ5ប្រទេសដែលត្រូវបានទទួលស្គាល់ជាផ្លូវការហើយចុះ4ទៀតជាប្រទេសណាខ្លះចុះចំណែកឯប្រទេសអ៊ីរ៉ង់តើអ្នកណាជាអ្នកកំណត់ថាប្រទេសណាគួរឲ្យមានហើយប្រទេសណាគួរគ្មានអាវុធនុយក្លេអ៊ែរយោងតាមបទវិភាគដ៏កម្រមួយបានចុះផ្សាយដោយសារព័ត៌មានសិង្ហបុរី Channel New Asia កាលពីពេលថ្មីនេះបង្ហាញថានៅលើភពផែនដីមានប្រទេសចំនួន9ដែលគេជឿថាមានអាវុធនុយក្លេអ៊ែរប៉ុន្តែច្បាប់អន្តរជាតិទទួលស្គាល់ជាផ្លូវការតែ5ប្រទេសប៉ុណ្ណោះថាជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរទី1សហរដ្ឋអាមេរិកទី2ប្រទេសរុស្ស៊ីទី3មហាយៈចិនទី4ប្រទេសបារាំងនិងទី5ចក្រភពអង់គ្លេសសារព័ត៌មាន New Asia បានឲ្យដឹងទៀតថាប្រទេស4ទៀតដែលគេជឿថាមានអាវុធនុយក្លេអ៊ែររួមមានដូចខាងក្រោមទី1ប្រទេសឥណ្ឌាបានអភិវឌ្ឍអាវុធនុយក្លេអ៊ែរនៅខាងក្រៅសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ NPT ហើយបានធ្វើតេស្តនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួននៅឆ្នាំ1974ទី2ប្រទេសប៉ាគីស្ថានបានសាងសង់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនមួយផ្នែកដើម្បីឆ្លើយតបទៅនឹងឥណ្ឌានិងបានសាកល្បងអាវុធនុយក្លេអ៊ែរនៅឆ្នាំ1998ទី3ប្រទេសអ៊ីស្រាអែលត្រូវបានគេជឿយ៉ាងទូលំទូលាយថាមានអាវុធនុយក្លេអ៊ែរប៉ុន្តែមិនដែលត្រូវបានបញ្ជាក់ជាផ្លូវការនោះទេទី4ប្រទេសកូរ៉េខាងជើងបានចូលរួមជាមួយសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ NPT ប៉ុន្តែបានដកខ្លួនចេញវិញនៅឆ្នាំ2003ហើយក្រោយមកបានធ្វើតេស្តអាវុធនុយក្លេអ៊ែរជាច្រើនច្បាប់កំណត់ទាំងនេះចេញពីសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ NPT ដែលបានចូលជាធរមាននៅឆ្នាំ1970អំឡុងសង្គ្រាមត្រជាក់គោលដៅរបស់សន្ធិសញ្ញានេះគឺសាមញ្ញណាស់នោះគឺបញ្ឈប់ការរីកសាយភាយអាវុធនុយក្លេអ៊ែរអនុញ្ញាតឲ្យមានថាមពលនុយក្លេអ៊ែរសម្រាប់គោលបំណងស៊ីវិលដូចជាសម្រាប់ផលិតអគ្គិសនីជាដើមនិងគោលដៅចុងបញ្ចប់គឺសម្រេចបាននៅការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងប្រទេសសរុបចំនួន191បានចុះហត្ថលេខាលើសន្ធិសញ្ញាសេរីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ NPT ប៉ុន្តែវារួមបញ្ចូលច្បាប់ដ៏សំខាន់មួយដែលកំណត់ថាមានតែប្រទេសដែលបានសាកល្បងអាវុធនុយក្លេអ៊ែរមុនឆ្នាំ1967ប៉ុណ្ណោះដែលត្រូវបានទទួលស្គាល់ជាផ្លូវការថាជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរហើយប្រទេសជាសមាជិកទាំងអស់ផ្សេងទៀតបានយល់ព្រមមិនអភិវឌ្ឍឬផលិតអាវុធនុយក្លេអ៊ែរនោះឡើយប្រទេសឥណ្ឌាប្រទេសប៉ាគីស្ថានប្រទេសស៊ូដង់ខាងត្បូងនិងប្រទេសអ៊ីស្រាអែលមិនដែលចូលរួមក្នុងសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ NPT នេះឡើយដោយឡែកប្រទេសកូរ៉េខាងជើងបានចូលរួមក្នុងសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ NPT ប៉ុន្តែក្រោយមកបានដកខ្លួនចេញវិញនៅឆ្នាំ2003ទោះជាយ៉ាងណាប្រទេសអ៊ីរ៉ង់គឺជាសមាជិកមួយនៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ NPT នេះមានន័យថាប្រទេសអ៊ីរ៉ង់ត្រូវបានហាមឃាត់ដោយស្របច្បាប់មិនឲ្យអភិវឌ្ឍឬផលិតអាវុធនុយក្លេអ៊ែរជាដាច់ខាតប៉ុន្តែអ៊ីរ៉ង់នៅអាចប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់គោលបំណងស៊ីវិលដូចជា
សម្រាប់ផលិតថាមពលអគ្គិសនីនិងការស្រាវជ្រាវវិទ្យាសាស្ត្រជាដើមអ៊ីរ៉ង់អះអាងថាទាំងនេះជាអ្វីដែលខ្លួនកំពុងធ្វើទោះជាយ៉ាងណាក្រុមអ្នកជំនាញនិយាយថាអ៊ីរ៉ង់បានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមលើសពីកម្រិតដែលត្រូវការជាធម្មតាសម្រាប់ថាមពលនុយក្លេអ៊ែរស៊ីវិលដែលបង្កើនការព្រួយបារម្ភថាអ៊ីរ៉ង់អាចនឹងខិតជិតដល់សមត្ថភាពអាវុធនុយក្លេអ៊ែរសហរដ្ឋអាមេរិកអាងថាប្រទេសអ៊ីរ៉ង់ចម្រាញ់អ៊ុយរ៉ាញ៉ូមឈានដល់កម្រិតភាពសុទ្ធ 60% ហើយគឺខ្វះតែមួយជំហានទៀតនិងអាចចម្រាញ់ឈានដល់កម្រិតភាពសុទ្ធ 90% ដែលគ្រប់គ្រាន់សម្រាប់អាវុធនុយក្លេអ៊ែរចំណុចនេះហើយដែលធ្វើឲ្យបញ្ហានេះកាន់តែស្មុគស្មាញកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់មានភាពចម្រូងចម្រាសដោយសារតែលួចធ្វើសកម្មភាពសម្ងាត់និងការផ្ទុះចំនួនកន្លងមកលើការត្រួតពិនិត្យកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនជាលទ្ធផលទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA អង្គការសហប្រជាជាតិនិងរដ្ឋាភិបាលនៃប្រទេសជាច្រើនកំពុងតាមដានស្ថានភាពនេះយ៉ាងយកចិត្តទុកដាក់ការរក្សាចេតនារបស់ខ្លួនមិនច្បាស់លាស់អាចជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ប៉ុន្តែទោះបីជាបែបនេះក៏នៅតែមិនអាចបញ្ឈប់ការអន្តរាគមន៍ពីខាងក្រៅបានឡើយជាក់ស្ដែងកាលពីអំឡុងខែមិថុនាឆ្នាំ2025ប្រទេសអ៊ីស្រាអែលដែលក្រោយមកមានការចូលរួមពីសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារលើទីតាំងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាច្រើនកន្លែងហើយនៅថ្ងៃសៅរ៍ទី28កុម្ភៈឆ្នាំ2026កងកម្លាំងសហរដ្ឋអាមេរិករួមដៃជាមួយអ៊ីស្រាអែលបានចាប់ផ្ដើមការវាយប្រហារដោយយោធាដែលមានការសម្របសម្រួលដែលធ្វើឲ្យអ៊ីរ៉ង់ក្តៅស្លឹកត្រចៀកតវិញដោយការបាញ់មីស៊ីលបាឡីស្ទិកនេត្រូអតិឃាតសាហ៊ីតស្រោចទៅលើប្រទេសអ៊ីស្រាអែលនិងប្រទេសនានាដែលមានមូលដ្ឋានទ័ពអាមេរិកនិងបន្តរីករាលដាលពេញតំបន់មជ្ឈិមបូព៌ារហូតមកទល់ពេលនេះខណៈដែលការប្រយុទ្ធយ៉ាងស្វិតស្វាញនៅតែបន្តការជជែកវែងញែកអំពីប្រទេសណាដែលត្រូវបានអនុញ្ញាតឲ្យមានអាវុធនុយក្លេអ៊ែរនិងប្រទេសណាដែលមិនមានអាវុធនុយក្លេអ៊ែរនៅតែជាបញ្ហាដ៏រសើបនៅក្នុងសន្តិសុខពិភពលោកខ្ញុំតារាពី RT News TV Bye bye